បាទសូមគោរពនឹងជម្រាបសួរលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍លោកអ្នកនាងមកកាន់កម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះពីកម្មវិធីតែងតែផ្ដល់ជូនលោកអ្នកនៅព័ត៌មានជាតិសំខាន់និងព័ត៌មានអន្តរជាតិដោយមានហេតុការណ៍និងព្រឹត្តិការណ៍កើតឡើងនៅក្នុងតំបន់អាស៊ាននិងពិភពលោកថ្មីមកជម្រាបជូនបាទទស្សនិកជនឥឡូវនេះសូមអញ្ជើញលោកអ្នកតាមដានទស្សនានៅព័ត៌មានជាតិសំខាន់ដែលមានជាបន្តបន្ទាប់ដូចតទៅក្រុមហ៊ុនទឹកពិសាវីតាល់និងមូលនិធិ25រៀលផ្ដួចផ្ដើមក្នុងគម្រោងជំនួយបន្ទាន់ពីវីតាល់ដោយបានឧបត្ថម្ភទឹកពិសាចំនួន10000កេសនិងចុះចែកដោយផ្ទាល់នៅសម្ភារៈចាំបាច់រាប់ពាន់កញ្ចប់ដល់គ្រួសារភេសជ្ជៈក្រុមគ្រូពេទ្យនិងកងទ័ពជួរមុខនៅខេត្តឧត្តរមានជ័យព្រះវិហារបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់និងកោះកុងកាលពីពេលថ្មីនេះសកម្មភាពនៃគម្រោងនេះបានបញ្ជាក់ឲ្យឃើញពីស្មារតីរួបរួមគ្នាខ្មែរតែមួយដែលជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំនិងការចូលរួមរបស់ក្រុមហ៊ុនជាតិសម្រាប់ប្រជាពលរដ្ឋខ្មែរនៅក្នុងស្ថានភាពដ៏តានតឹងមួយនេះសកម្មភាពនេះពិតជាគួរឲ្យគោរពនិងកោតសរសើរយ៉ាងខ្លាំងដោយក្រុមហ៊ុនផលិតផលជាតិមួយនេះមិននៅស្ងៀមចូលរួមជួយឈរកាន់តែគៀកជាមួយគ្រួសារភេសជ្ជៈក្រុមគ្រូពេទ្យនិងកងទ័ពជួរមុខជាក់ស្ដែងកាលពីថ្ងៃទី13ខែធ្នូកន្លងទៅនេះថ្នាក់ដឹកនាំវីតាល់បាននាំយកជំនួយបន្ទាន់ចុះទៅដោយផ្ទាល់ចែកជូនទារកនិងកុមារភេសជ្ជៈនៃជំរំក្នុងខេត្តឧត្តរមានជ័យព្រះវិហារបន្ទាយមានជ័យក្នុងកញ្ចប់ជំនួយបន្ទាន់របស់វីតាល់សម្រាប់ចែកជូនទារកនិងកុមារភេសជ្ជៈរួមមានសម្ភារៈចាំបាច់ជាច្រើនរួមមានកន្សែងពូកគោធំខោទឹកនោមសាប៊ូកក់សក់ដុសខ្លួនដបទឹកដោះគោឈុតខោអាវទារកប្រេងខ្យល់ថ្នាំសង្កូវអាហារចាំបាច់តុក្កតាសៀវភៅផាត់ពណ៌នំចំណីកុមារនិងវីតាល់ចំណុះ1500លីត្រផងដែរមិនត្រឹមតែយកជំនួយទៅដល់ផ្ទាល់នៅជំរំភេសជ្ជៈនោះទេក្រោយមកទៀតនៅថ្ងៃទី18ខែធ្នូវីតាល់បានបន្តជំនួយបន្ទាន់ទឹកពិសាចំនួន10000កេសសម្រាប់ជូនដល់វីរៈកងទ័ពជួរមុខដ៏អង់អាចក្លាហាននិងជនភេសជ្ជៈជាច្រើនគ្រួសារបន្ថែមទៀតតាមរយៈមូលនិធិជាច្រើនដឹកនាំដោយអ្នកបង្កើតមាតិកាល្បីៗក្នុងបណ្ដាញសង្គមមូលនិធិទាំងនោះរួមមានដូចជាមូលនិធិអ៊ីតម៉័រចំនួន3000កេសមូលនិធិលោកពមីចំនួន1000កេសមូលនិធិវិមាន7មករាចំនួន1000កេសមូលនិធិគិតជាមួយនឹងពេងអានចំនួន1000កេសមូលនិធិប៉ៃឌីចំនួន1000កេសមូលនិធិលោកតាំងគំលេងចំនួន1000កេសមូលនិធិអ្នកនាងទីនិនចំនួន500កេសមូលនិធិលោករិនសុក្រិតចំនួន500កេសមូលនិធិអ្នកស្រីផនសុផារីចំនួន500កេសមូលនិធិអ្នកស្រីយូរ៉ាចំនួន500កេសមូលនិធិអ្នកស្រីយាយសួយចំនួន500កេសផងដែរដើម្បីចូលរួមជួយសម្រាលការលំបាកនិងបន្តផ្ដល់កម្លាំងចិត្តដល់បងប្អូនប្រជាពលរដ្ឋភេសជ្ជៈក៏ដូចជាវីរៈកងទ័ពជួរមុខកម្ពុជាបន្ទាប់មកទៀតនៅថ្ងៃទី22ខែធ្នូវីតាល់បានយកចិត្តទុកដាក់ខ្ពស់ដល់ក្រុមគ្រូពេទ្យឈរជើងនៅមូលដ្ឋានដោយវីតាល់បាននាំយកស្បៀងចាំបាច់រួមមានទឹកពិសាវីតាល់មីជាតិសរុបប្រមាណ2000កេសទៅជូនដោយផ្ទាល់តាមរយៈមន្ទីរសុខាភិបាលខេត្តព្រះវិហារឧត្តរមានជ័យបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់គូបញ្ជាក់ផងដែរថាលោកជំទាវជឹងសុគន្ធធារីនាយិកាប្រតិបត្តិក្រុមហ៊ុនទឹកពិសាបរិសុទ្ធវីតាល់ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន$50,000និងថ្នាំសង្កូវជាច្រើនដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរួមចំណែកជួយប្រើប្រាស់ក្នុងការរៀបចំទំនប់បម្រុងស្បៀងអាហារចាំបាច់និងចូលរួមលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជាដែលកំពុងឈរជើងជាប់ជាប្រចាំនៅសមរភូមិដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃសូមបញ្ជាក់ថាវីតាល់ជាផលិតផលនៃក្រុមហ៊ុនវ៉ាន់ម៉័រតែងតែចូលរួមយកចិត្តទុកដាក់លើកិច្ចការងារសង្គមនិងសកម្មភាពសប្បុរសធម៌មនុស្សធម៌នានាដរាបណាប្រទេសជាតិនិងប្រជាជននៅតែត្រូវការជំនួយនោះវត្តមានវីតាល់រមែងតែងតែនៅក្បែរជាមួយប្រជាជាតិនេះជានិច្ចសកម្មភាពទាំងនេះក៏កើតឡើងដោយសារតែវីតាល់មានមូលនិធិ25រៀលដែលជាមូលនិធិកើតចេញពីការចូលរួមដោយផ្ទាល់របស់អ្នកប្រើប្រាស់រាល់ពេលអតិថិជនជាវីតាល់មួយដបនោះអតិថិជនបានចូលរួមចំណែកផ្ដល់25រៀលជាមូលធនយកទៅប្រើប្រាស់លើការងារសង្គមរបស់វីតាល់ដំណាក់កាលមួយនេះយើងសង្ឃឹមនឹងជឿជាក់យ៉ាងមុតមមលើរាជរដ្ឋាភិបាលមាតុភូមិកម្ពុជានៃយើង
នឹងវិលត្រឡប់មកកាន់ស្ថិរភាពនិងសន្តិភាពនាពេលដ៏ខ្លីខាងមុខនេះ។